for here to go ឯងមកជួយពាក្យថ្មី for here to go ប្រែថាអីគេដល់អត់ដឹងឆ្លើយថា yes បណ្ដោយ for here to go yes បណ្ដោយយើងអង្គុយនៅបណ្ដោយសូមជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទស្វាគមន៍សាជាថ្មីមកកាន់ឋានសួរ podcast បងប្អូនមើលតែ logo ខ្ញុំដឹងហើយនៅខាងក្រោយនេះខ្ញុំដាក់ឋានប្រច័ណ្ឌហើយក៏សូមស្វាគមន៍មកកាន់ episode ទី2នៃឋានសួរ podcast ហើយpodcast episode មុននោះពួកយើងនិយាយពីមកអាមេរិកដំបូងស្រួលអត់ហើយពួកខ្ញុំបានចោះលក្ខណៈ tip តិចទូចឲ្យបងប្អូនស្ដាប់អញ្ចឹងណាព្រោះយើងអត់បាននិយាយស៊ីជម្រៅក្នុងមួយ section នេះយើងគ្រាន់តែបានចោះឲ្យបងប្អូនបានយល់ហើយចាំពេលដែលមានឱកាសយើងនឹងស៊ីជម្រៅក្នុងមួយចំណុចហ្នឹងអូខេអញ្ចឹងជួបផ្សេងមើលសុខសប្បាយអីបងសុខសប្បាយថ្ងៃនេះរៀងទេវទេណាពងបែកមិនបានជាណានេះមកជាងនេះបន្តជិះកាមេរ៉ាមើលឃើញបាទនេះក្រៅក្នុងវិញបងប្អូនស្វាគមន៍មកកាន់ឋានសួរ podcast ជម្រាបសួរសាថ្មីមិញអត់បានជម្រាបសួរហ្នឹងហើយបងប្អូនថ្ងៃមុនរឿងចោះតិចរឿងនេះតែថ្ងៃនេះយើងមកនិយាយពីវប្បធម៌ម្ដងដោយសារតែពួកយើងអត់សរុបខ្លាំងវាមិនទាន់មានរឿងអីសំខាន់គ្រាន់ថាអីដែលយើងនិយាយសារនេះដើម្បីឲ្យបងប្អូនដឹងថាមកវាត្រូវទៅជួបទាំងអស់គ្នារឿងវប្បធម៌ប្លែកៗហៅគេ culture shock culture shock ហ្នឹងហើយតែខ្ញុំមកដឹងថាត្រូវវាបកប្រែមិនឲ្យចំបងប្អូនអាចជួយ comment ផងថាបកប្រែមិនឲ្យពាក្យculture shock បើជាខ្មែរនឹងឆាប់យល់បងផ្សេងគាត់បកប្រែថាវប្បធម៌ចម្លែកវាម្យ៉ាងដែរយើងហ្នឹងហើយនៅនេះចឹងហើយអូនឡាញធ្លាប់ជួបអីខ្លះបើសិនប្រាប់បងប្អូនយើងឲ្យបើសិនមកទៅខ្ញុំដឹងតែជួបជួនកាលច្រៀងគ្នានិយាយរួមដល់ពិតទៅវប្បធម៌របស់អាមេរិកហើយវប្បធម៌មិនថាវប្បធម៌អាមេរិកវប្បធម៌នៅស្រុកផ្សេងគេអាចថាអ្នកខ្លះគាត់នៅស្រុកក្រៅនៅអូស្ត្រាលីនៅប្រាំងនៅស្វីសនៅអីវាវប្បធម៌ផ្សេងគ្នាទៅព្រោះថាបើនៅអាមេរិកនេះគឺវាមានខ្លះដែលខុសពីខ្មែរយើងច្រើនហើយមានអារម្មណ៍ថាសម្រាប់ខ្ញុំពេលដែលខ្ញុំឃើញអាហ្នឹងហើយខ្ញុំមានអារម្មណ៍ចម្លែកក្នុងអារម្មណ៍ហ្មងឥឡូវខ្ញុំលើកពី culture shock មួយដែលខ្ញុំ shocking មែនតើប្រហែលធម្មតាបងប្អូនអានេះខ្ញុំសូមនិយាយមួយកុំប្រកាន់ហើយក៏ចង់និយាយថាអានេះគឺជាវប្បធម៌របស់គេហើយបើចំពោះខ្ញុំផ្ទាល់ទស្សនៈខ្ញុំផ្ទាល់គឺខ្ញុំ open mind ខ្ញុំអត់សូវខ្វល់អីគ្រាន់តែថាយើងដឹងដំបូងយើងឃើញបងវារៀងចម្លែកអារម្មណ៍វារៀងដូចតក់ស្លុកដែរពេលដែលទាំងអស់គ្នានៅនេះឃើញធម្មតាយើងនៅស្រុកខ្មែរឲ្យតែយើងឃើញចាស់ដីប្រពន្ធអាយុដូចថា50-60ឆ្នាំចុះថានិយាយទៅ couple ដែលដៃគូតែចាស់ដែលគាត់អាយុច្រើនណាកាន់ដៃគ្នាយើងតែងតែគិតថាអូពីរអ្នកគាត់គឺជាប្តីប្រពន្ធហើយគាត់ជាប្តីប្រពន្ធហើយរៀបការគ្នាយូរហើយបើខ្ញុំនៅនេះខ្ញុំឃើញខ្ញុំគិតដូចគ្នាព្រោះអីខ្ញុំមកព្រោះយើងគិតថាចេះយើងអត់ដែរគិតថាវាទៅជាអញ្ចឹងតែពេលយើងដឹងថាយ៉ាស្អីយើងដឹងពីមូលហេតុហ្នឹងពេលខ្លះបងប្អូនឃើញចាស់ពីរអ្នកដើរកាន់ដៃគ្នាពេលគប់មិនប្រកាសថាពីរអ្នកហ្នឹងប្តីប្រពន្ធទេតែពិតពីរអ្នកហ្នឹងជាសង្សារគ្នា boyfriend girlfriend គេ boyfriend girlfriend ទាំងអាយុច្រើនទាំងអាយុចង់និយាយថា50-60ឆ្នាំ70ឆ្នាំក៏ជាសង្សារគ្នាដែរណាអញ្ចឹងអាហ្នឹងនៅពេលដែលខ្ញុំដឹងដំបូងគឺខ្ញុំលក្ខណៈខ្ញុំគិតចំចាស់ហើយនៅមានសង្សារគ្នាទៀតណាព្រោះអីស្រុកយើងវាអត់ដែរវាអញ្ចឹងវា shock ខ្ញុំមែនតើវាធ្វើឲ្យខ្ញុំគិតថានេះណែយ៉ាងដែរស្រុកគេខ្ញុំវាអត់ប្រកាន់ទេគ្រាន់តែឲ្យចម្លែកអារម្មណ៍ហ្នឹងណាឧទាហរណ៍តែយើងឧទាហរណ៍ថាបើយើងទៅស្រុកខ្មែរហើយយើងសួរចាស់ថាត្រូវអីគ្នារៀបការមួយឆ្នាំអីអត់ទេ boyfriend ខ្ញុំថាហ្នឹងគឺចម្លែកកៀងស្ដុកខ្ញុំកៀងខ្ញុំឡើងអូដោះកអាហ្នឹងខ្ញុំមួយហើយមិនផ្សេងមានន័យជួបខ្ញុំមានទៀតខ្ញុំជួបខែដំបូងនៅកាលហ្នឹងខ្ញុំមិនទាន់ខ្លាចអីទេមិនទាន់ខ្លាចទៅទិញនេះទិញនោះខ្ញុំមិនទាន់ខ្លាចពេលអត់ទាន់ខ្លាចដោយសារអត់ទាន់ទៅសារអញ្ចឹងបានរឿងហ្នឹងធ្វើឲ្យខ្ញុំខ្លាចអា drive thru នេះរហូតដល់សប្ងៃអត់ដែរចូលហើយទៅទិញឲ្យញ៉ាំខ្លួនឯងនៅហាងអីក៏អត់ដែរចូលដែរដោយសារតែមានរឿងកើតឡើង2ដងលើកទី1ហ្នឹងខ្ញុំទៅញ៉ាំអីអានេះគេហៅវប្បធម៌នេះគេហៅថាវប្បធម៌គេហៅ tip ច្រឡំតែ tip រហូតនៅនេះយើងញ៉ាំអីយើងត្រូវឲ្យ tip គេបងប្អូន10ទៅ 15% ជួនកាល stay ខ្លះដល់ 25% ជាវប្បធម៌របស់គេទំនៀមទម្លាប់របស់គេអញ្ចឹងដូចខ្ញុំទៅអត់ដឹងអញ្ចឹងខ្ញុំទៅរដងទៅមួយគ្រួសារព្រោះអីចឹងណាទៅជុំគ្រួសារទាំងអស់គ្នាអញ្ចឹងទៅក៏ខ្ញុំឃើញគេឲ្យ tip តែខ្ញុំអត់ចាប់អារម្មណ៍ថាត្រូវតែឲ្យអញ្ចឹងបណ្ដោយខ្ញុំមិនដឹងទេ
ក៏យើងអត់ដឹងថាគេត្រូវឲ្យចឹងចឹងក៏ថ្ងៃហ្នឹងខ្ញុំចេញមកធ្វើការវីដេអូខ្ញុំថតដែរនៅក្នុង vlog តែយូរហើយបងប្អូនអាចទៅរាវមើលបានដែរគេហៅថា Chinese buffet ដល់ពេលយើងចូលទៅញ៉ាំទៅខ្ញុំមានដឹងណាខ្ញុំញ៉ាំហើយទៅក៏ខ្ញុំដាក់លុយនៅហ្នឹងទៅក៏ដើរចេញមកទៅក៏អ្នកធ្វើការក្នុងហ្នឹងហ្នឹងហើយអ្នកធ្វើការក្នុងស្រីរត់មកសួរថា is everything okay គាត់សួរយើងថាអត់អីណាគាត់ស្មានតែយើងខឹងអីគេបម្រើយើងអត់ដល់អញ្ចឹងបានយើងអត់ឲ្យទីបគេអញ្ចឹងណាអញ្ចឹងខ្ញុំអត់ដឹងដល់និយាយគ្នាមិនទុះស្ដាប់បានខ្លះមិនបានខ្លះអញ្ចឹងណាបានដឹងថាអូគេត្រូវឲ្យទីបអញ្ចឹងតែក្រោយខ្ញុំដឹងហ្នឹងហើយហ្នឹងជារឿងមួយបងប្អូនឲ្យទីបច្រឡំខ្ញុំច្រឡំតែទីបរហូតឲ្យទីបបងប្អូនត្រូវដឹងថាថាឲ្យទីបគេជួនកាលគេបោកនៅហ្នឹងបណ្ដោយជួនកាលយើងឲ្យគេហ្នឹងហើយតែចាប់ពីលើកហ្នឹងមកក៏ខ្ញុំមកហ៊ានទៅញ៉ាំអីតែឯងដែរហើយរឿងមួយទៀតគឺនៅត្រៃទ្រូមិនមែនត្រៃទ្រូទេស្អីគេចូលកំងមហូបគេដាក់នេះហ៎គេដាក់ចានដូចជារៀង Chinese buffet ដែរតែហាងនេះណាដែលជួបហាងបាយឆាហាងអីហ៎បោះទេណាអូខេយកដឹងយើងចូលទៅដល់យើងមិនកំងបាយយើងរត់ដងទៅញ៉ាំអញ្ចឹងគេនៅកន្លែង Phở វៀតណាមខាងក្រោយនោះចូលទៅយើងចេះតែ fry rice មួយម៉ាត់ណាចេះតែ fry rice ម៉ាត់ដឹងតែបាយឆាហើយអង្គុយញ៉ាំបានហើយទៅរដងអញ្ចឹងណាដល់ពេលទៅម្ដងទៀតប្រាប់គេថា fry rice គេសួរ for here to go ឯងមកជួយពាក្យថ្មី for here to go ប្រែថាអីគេដល់អត់ដឹងឆ្លើយថា yes បណ្ដោយ for here to go yes បណ្ដោយអញ្ចឹងអង្គុយនៅបណ្ដោយតែប៉ុនគេសួរថាត្រូវខ្ចប់ឬយកទៅផ្ទះឬក៏ញ៉ាំនៅហ្នឹងហើយ for here to go ឯងជួយមកពាក្យថ្មីទៀតឯងថៃទេអង្គុយនៅហ្នឹងបណ្ដោយហើយពូនសើចអត់យកអត់ចេះហ្នឹងចាំម្ដងទៀតដែរហើយយកបណ្ដោយម្ដងកុំឲ្យថាបងពេកអត់អា for here to go ហ្នឹងតាមពិតបើសិនជាអ្នកដែលគេតាមពិតមិនជាវប្បធម៌ប៉ុន្តែយើងអត់ចេះអង់គ្លេសគេអាចយល់ហ្នឹងហើយតែបើលើកទៅពាក្យថ្មីទៀតឯងយើងរៀនថ្ងៃទីហ្នឹងហើយតែពិតហ្នឹងគេសួរ for here to go ហ្នឹងក៏គេសួរខ្ញុំដែរព្រោះតែគ្រាន់តែនៅស្រុកខ្មែរយើងដូចគេមិនសូវសួរមានអ្នកខ្លះគេសួរដែរញ៉ាំហ្នឹងឲ្យខ្ចប់ហ្នឹងណាភាសាញ៉ាំហ្នឹងឲ្យខ្ចប់ញ៉ាំហ្នឹងខ្ចប់អញ្ចឹងណាបើគេមានចម្លែកបើយើងអត់ចេះញ៉ាំហ្នឹងខ្ចប់ពាក្យថ្មីបណ្ដោយហ្នឹងហើយហើយរឿងតង់តរឿង tip បងតិចហ្នឹងហើយពេលដែលយើងទៅហាងទៅអីអញ្ចឹងទៅហាងទៅធំអីគេកន្លែងខ្លះគេបោកទៅឥឡូវអស់100ដល់យើងហូបអស់100អញ្ចឹងនៅក្នុងinvoice ចុងក្រោយហ្នឹងគេមាន 10% គេមាន 25% គេមាន 30% ហ្នឹងដោយរដ្ឋដោយ state ដោយហាងអញ្ចឹងគេគុណលុយក្រៅនៅយើងហើយហើយថាឥឡូវថែម 10% ប៉ុន្មាន10រៀលឬក៏20 30ស្រាប់យើងឲ្យគេអញ្ចឹងណាយើងត្រូវឲ្យ tip គេភាពការខ្ញុំទៅកាលីនោះចង់និយាយទៅចេះយើងឲ្យ tip គេហើយឲ្យ tip អត់ត្រូវគេបក់ដៃហើយយើងមកឲ្យទីបាទសាហាវមែនខ្ញុំនិយាយមែនដល់ឡាហូចិត្តហ្មងខ្ញុំមាន tip ក្រៅអា tip លើតុកទៀតយើងឲ្យ tip លើតុកហ្នឹងដូចចង់ថាពេលហ្នឹងដូចឲ្យឡើង70រៀលអត់គ្រប់ទេណាគាត់គេនៅបក់ដៃហើយឲ្យមកថែមទៀតម៉ែខ្ញុំនិយាយមែនអាហ្នឹងនៅរដ្ឋធំនៅកាលីចុះនៅកាលីនៅទីក្រុងវាធំអញ្ចឹងគេត្រូវភាគរយច្រើនហ្នឹងហើយឲ្យអស់មើលកាលហ្នឹងអស់ហូបអីអស់រៀងច្រើនណាស់ហើយឲ្យគេឡើង70រៀលហើយនៅគេបក់ដៃឲ្យមកម៉ែខ្ញុំដល់ shocking សាហាវអូញាក់សាច់ត្រូវហើយមួយទៀតឥឡូវយើងអស់ពី tip ហើយនឹងរឿងចូលទិញអីមួយទៀតគឺរឿងមួយទៀតដែរទាំងអស់គ្នាអាចស្ដាប់ទៅរៀងប្លែកអារម្មណ៍ដែរហើយអានេះគឺវប្បធម៌របស់គេសុទ្ធតែម្ដងបាទគឺហើយក៏ចង់និយាយថាវាមិនមែនសម្រាប់មនុស្សទាំងអស់10នាក់ទាំង10នាក់ចង់និយាយចឹងវាមាន5នាក់អីចឹងដែរចង់និយាយចឹងពេលដែលមកធ្វើកញ្ចក់យល់ខ្ញុំដឹងរឿងពីប្រពន្ធខ្ញុំដែរណាគាត់មកធ្វើកញ្ចក់អញ្ចឹងហើយគេសួរទៅចេះធម្មតាយើងភ្ញៀវយើងអីយើងតែងតែនិយាយសួរគេថាអ្នកឯងទៅណាអ្នកឯងទឹកកញ្ចក់ទៅណាអញ្ចឹងណាហើយចេញពីហ្នឹងទៅណាហ្នឹងអាហ្នឹងជាភាសាមួយដែលយើងតែងតែជជែកជាមួយភ្ញៀវកុំឲ្យថាយើងមកយើងអត់និយាយពីភ្ញៀវអញ្ចឹងណាហើយស្រាប់តែប្រពន្ធខ្ញុំគាត់ក៏បានសួរថាចេះចុះទឹកកញ្ចក់ទៅណាហ្នឹងអញ្ចឹងណាហើយធម្មតាគេឲ្យមានចេញមកមានលក្ខណៈកំសត់អីមុខគេដូចធម្មតាហើយដល់ពេលគេថាចេះខ្ញុំធ្វើកញ្ចក់ហើយខ្ញុំទៅបនសពម៉ែខ្ញុំអូដល់កបែបមើលចង់ឲ្យថាគេមកធ្វើកញ្ចក់ហ្នឹងគឺគេទៅចូលរួមបនសពម៉ែដែលម៉ែទើបទៅស្លាប់នេះហើយគេត្រូវតម្កល់នេះអញ្ចឹងមកធ្វើកញ្ចក់ឲ្យស្អាតសិនហ្នឹងហើយមកធ្វើកញ្ចក់ឲ្យស្អាតសិនហើយគាត់ថា
វាចម្លែកអារម្មណ៍របស់យើងឯណាព្រោះអីវប្បធម៌របស់យើងគឺពេលដែលមានមនុស្សស្លាប់និយាយរួមសមាជិកគ្រួសារឬក៏នេះគេមិនដែលទៅធ្វើអីដល់មកធ្វើចឹងទេដល់ពេលម្ដងនេះវាផ្លែកត្រង់ហ្នឹងវាផ្លែកត្រង់ហ្នឹងណាអាហ្នឹងគឺជាវប្បធម៌គេតែចង់សង្កត់ធ្ងន់ទៅចេះវាមិនមែនទាំងអស់គ្រប់មនុស្សគ្រប់ជនជាតិអាមេរិកគេធ្វើចឹងអស់តែគាត់វាមានហើយមួយទៀតមកធ្វើកញ្ចក់មកធ្វើអីហ្នឹងគឺនៅពេលដែលមានផ្ទៃពោះចិត្តកាត់កូនមួយទឹកអីហ្នឹងគេមកធ្វើកញ្ចក់ឲ្យស្អាតធ្វើជើងឲ្យស្អាតលាបពណ៌ជើងលាបអីចឹងណាហើយមួយទៀតដែលទាំងអស់គ្នាត្រូវដឹងថានៅស្រុកខ្មែរយើងនៅពេលដែលកើតកូនហើយគេហៅថាកូនខ្ចីមិនចឹងបងណាគេឲ្យនៅផ្ទះគេឲ្យថ្នមខ្លួន2 ទៅ 3 ខែតែស្រុកនេះអត់ទេបងប្អូនកើតកូនថ្ងៃហ្នឹងខានស្អែកមកធ្វើកញ្ចក់ហ្នឹងហើយចង់អីចឹងហើយគេអត់ថ្នមខ្លួនទេស្រុកនេះគេអត់គេអាហ្នឹងវាបាក់ទេវាថាទៅលើមនុស្សអ្នកខ្លះគេនឹងអ្នកមានទេទៅគេអត់ទៅធ្វើការធ្វើអីចឹងណាបាទគេអត់ធ្វើការគេនៅថ្នមខ្លួនតែអ្នកថៃភិកច្រើននៅនេះគេធ្វើការទាំងអស់គ្នាចឹងតែកើតកូនហើយគេត្រូវចេញទៅស៊ីភ្លាមមកខ្ញុំមិនដឹងថាមកពីឆ្នាំគេល្អឬក៏គេអត់ចង់នៅផ្ទះនៅអីចឹងព្រោះនៅស្រុកនៅខ្មែរយើងគាត់ត្រូវសម្រាកបាទសម្រាប់យ៉ាងតិចក៏3 ខែអីហើយរៀងថ្នមខ្លួនប្រពន្ធខ្ញុំគាត់កើតកូនហើយ1 ខែគាត់ចេញទៅធ្វើកញ្ចក់អង្គុយធ្វើកញ្ចក់ហូតហើយបើធ្វើកញ្ចក់ធ្វើដល់ថ្ងៃកើតកូនបរយថ្ងៃកូនជិះឡានទៅកើតកូនបរយអានេះខ្ញុំបកទៅឡើងរឿងថាមកធ្វើកញ្ចក់បុណ្យសពម្ដាយណាអានេះវប្បធម៌មួយទៀតគឺវប្បធម៌ដូចថាកូនចៅនៅនេះអត់ដូចកូនចៅស្រុកខ្មែរយើងទេធម្មតានៅនេះយើងគិតស្រុកខ្មែរយើងគិតចាស់ទុំមែនអត់គិតបងប្អូនចាស់ទុំអាយុលើយើងគោរពតាមវ័យតែស្រុកនេះគឺបើហៅឈ្មោះធម្មតាហើយភាគច្រើនកូនក្មេងនៅនេះនិយាយត្រង់និយាយអត់អីសួរអីគឺនិយាយត្រង់ហ៊ានបញ្ចេញមតិហ៊ានបញ្ចេញយោបល់គឺគេអត់មានគិតថាអូចាស់ខ្លាចចិត្តគាត់ខ្លាចចិត្តម៉ែខ្លាចចិត្តពូខ្លាចចិត្តមីងឯណាគឺគេត្រូវនិយាយអីគេនិយាយហ្នឹងជាកូនក្មេងស្រុកនេះហើយមួយទៀតគឺពេលគេធំឡើងអាយុ18 ឆ្នាំគឺគេត្រូវចេញហើយគឺគេចេញគេទៅដោះដៃដល់ជើងគេទៅជារកអនាគតខ្លួនគេមូចេញពីផ្ទះគេទៅជួល apartment គេមាន boyfriend មាន girlfriend អីគឺស្រេចគេមកអាយុ18 ឆ្នាំគឺគេត្រូវចេញហើយទោះបីម៉ែអោប្រាប់ឲ្យចេញក៏គេដឹងខ្លួនគេដល់ម៉ោងដល់វ័យហ្នឹងគេទៅចេញហើយហ្នឹងជាវប្បធម៌មួយដែលរឹងមែនទែនហ្មងរឹងធំហ្មងគឺត្រូវតែអញ្ចឹងបាទហើយ boyfriend ហ្នឹងចង់តទៅទៀតម៉ែឪចង់ឲ្យកូនមានសង្សារម៉ែឪខ្លះអត់កូនអត់មានសង្សារអត់សុបាយទៀតហើយសង្សារក្មេងៗទៅនៅវិទ្យាល័យហ្នឹងគឺគេបើកសិទ្ធហ្មងតែមិនមែនទាំងអស់គ្រប់ម្ដាយឪពុកតែសឹងតែ50 វិញអ្នកខ្លះអត់មានកូនមានសង្សារត្រូវឲ្យកូនមានសង្សារទៀតហើយ boyfriend ចង់ថាម៉ែកូនគេចង់ថាចេះតិចមកថាសង្សារនឹងមកឲ្យគោរពអូនដំតូនម៉ែខាងស្រីអត់មានធម្មតាចុះថាជួយនិយាយថាគេអត់មានអាភាពអូនដំតូនដូចអាវប្បធម៌របស់យើងវប្បធម៌ខ្មែរយើងល្អត្រង់ថាចាស់ទុំចេះអូនដំតូនដូចបងនិយាយអញ្ចឹងអត់មាននិយាយថាឥឡូវយើងជួបចាស់មានម៉ែ grand ម៉ែអីយាយអីថាយើងទៅណាយើងហៅយាយយើងហៅមីងយើងហៅពូនៅនេះអត់គឺឈ្មោះសុទ្ធបដ ாய் ទោះអ្នកអាយុ70 ឆ្នាំក៏ខ្ញុំត្រូវហៅឥឡូវបងឯងខ្ញុំនិយាយថាបងឯងអាយុ80 ឆ្នាំហើយខ្ញុំអាយុ20 ឆ្នាំខ្ញុំហៅបងឯងសេមត្រូវហៅបងឯងសេមខ្ញុំហ្មងបាទគឺអត់មានថាហៅបងសេមឬពូទេគេអត់មានត្រូវការបន្លែងគ្នាលោតក្បាលលោតកន្លងក្បាលអញ្ចឹងលោតផ្លុកដែរគាត់មិនកុំប្រកាន់កុំទុយចិត្តទុយខ្លាំងមុនធ្វើដូចថាយាយតាតែមកលេងចៅមានចៅកូនកាត់អាកៀងអីអាកៀងទៀតកូនកាត់អាមេរិកនេះអីកុំប្រកាន់ចៅលោតកន្លងលោតអីហ្នឹងជាធានាមទម្លាប់របស់គេបងប្អូនហ្នឹងហើយបាទត្រូវហើយជួបធម្មតាយើងនៅក្រៅយើងជួបអីគេយុសាលាខ្ញុំឃើញច្រើនបាទជួបយុសាលាសិស្សយើងតែងបើសិនជាឆ្ងាយយើងតែងតែអូជំរាបសួរលោកគ្រូទៅណាលោកគ្រូមកពីណាលោកគ្រូសុខសប្បាយអត់នៅនេះអត់ទេជួនណាជួបមុខគ្នាអង្គុយជិតគ្នាអត់និយាយរកគ្នាទៀតណាតតែងាកទៅសួរចប់ងាកមុខជុលគ្នាហ្មងបានសួរសុខទុក្ខគ្នាណាមិនធម្មតាណាបងប្អូនណាបាទអាវប្បធម៌ដែលខុសពីយើងនេះគឺវាសាហាវដែរណាបើយើងមកជួបភ្លាមអត់ដឹងថាចេះចុះហេតុអីក៏ក្មេងហ្នឹងបើយើងគិតខ្លួនឯងគេវប្បធម៌ជួយក្មេងឆ្លើយជួបចាស់ទុំអត់ចេះហាទឹកវប្បធម៌គេសោះយើងទៅខឹងគេអីតូចចិត្តអីរឿងគេតាយើងទៅខ្វល់ខ្វាយអីគាត់មកប្រាប់ឲ្យដឹងហ្នឹងហើយយើងអធិប្បាយពួកនេះរឿងរីរងដើម្បីបងប្អូនដឹងថារឿងដែលយើងនិយាយទៅខាងមុខទៀតវិញឆ្ងាយ
តបពីខ្ញុំប្រាប់បងប្អូនរឿងពេលកំប៉ុកនេះអស់ទៅវាមានរឿងអីត្រូវនិយាយផ្សេងទៀតបានបងប្អូនដឹងថាហេតុអីបានទៅជាអញ្ចឹងមកពីយើងឲ្យដឹងថារឿង background នេះស្រុកនេះគឺអញ្ចឹងហ្នឹងហើយតទៀតគឺរឿង small talk បងប្អូនតានាមទម្លាប់គេគឺជនជាតិនេះគេអត់ស្គាល់យើងក៏គេ say hi how you doing ណាសួរយើងអញ្ចឹងរហូតហ្នឹងហើយបើខ្មែរយើងតែសួរប៉ុណ្ណឹងឈប់ហើយនិយាយសិនណានិយាយឲ្យបែកអូស្ទឹងនៅណានៅជ្រុំនៅណាខាងវិដាមែននិយាយស្គាល់នេះទៀតយើងទៅរាក់តែយើងចឹងឯងហើយមួយទៀតបើសិនណាអត់និយាយទេខ្មែរយើងក៏ជាចម្លែកថាជិះមនុស្សអត់ដែលស្គាល់មុខគ្នានិយាយចឹងណាហ្នឹងហើយតែស្រុកនេះគេគ្រាន់តែនិយាយចឹងឯងគ្រាន់តែឆ្លើយគេទៅវិញថាសុខសប្បាយតែប៉ុណ្ណឹងទៅបានគេអត់មានគេអត់រៀនរំពឹងចាំឲ្យយើងបើកចំហនិយាយរឿងអីមួយយើងទេអានេះគឺ small talk ជនជាតិនៅនេះគេគ្រាន់តែប៉ុណ្ណឹងតែហើយគេទៅទៀតហើយហ្នឹងហើយហ្នឹងជារឿងមួយដែរយើងគេអត់មានពេលមកស្ដាប់យើងទេបងគេអត់មានពេលមកស្ដាប់យើងពេលវេលានេះហើយមួយទៀតគឺរឿងនេះរឿងspace personal space កំលៀនថារឿងកំលៀនហ្នឹងសំខាន់ដែរដូចខ្ញុំធ្លាប់និយាយនឹងដូចធ្លាប់និយាយក្នុង vlog ហ្នឹងនៅនេះផ្ទះចិត្តគ្នាក៏អត់ដែរឃើញមុខគ្នាអត់ដែរតលេងគ្នាដល់មានកម្មវិធីអីម្ដងអញ្ចឹងបើគេហៅទៅក៏បានទៅក៏អត់ទៅបើថាអត់បានទៅក៏អត់ទៅអត់មានណាជួយមកធ្វើការអស់កន្លងម្នាក់ក្នុងចកុកទៅក្នុងផ្ទះហ្នឹងខែក្រៅទៅជាក់នៅក្នុងផ្ទះសូមបានឃើញគ្នាទេអញ្ចឹងហើយមួយទៀតគឺដូចថាខ្មែរយើងមិនដូចថាពួកម៉ាក់ម្លេងពួកម៉ាក់ចុះយើងមិនបើកម៉ូតូមកងោងចតមកផ្ទះពុបសួរនៅអត់ទៅណាមកអញ្ចឹងខ្មែរយើងអាងថាខ្មែរយើងនៅនេះសុករត់ទៅគោះទ្វារគេហ្នឹងបាច់បលីខលគេហៅបលីងាប់គេបាញ់អត់កើតទេផ្លូវឡើយអត់មានរត់ទៅគោះទ្វាររត់ទៅអឺតទៅតាមប្អូនបានហ្នឹងបងប្អូននេះគេរឿងគេហៅគេរឿងផ្ទាល់ខ្លួនរឿងហ្នឹងហើយគេហៅ property ឯកជនហ្នឹងរឿងដូចថារឿង personal space រឿងមិនថាហ្នឹងកម្រិតនេះហ្នឹងហើយសូមតែឈោទិញអីវ៉ាន់ឈោទិញអីក៏ណែ privacy ហ្នឹងហៅ privacy ខ្ញុំសូមតែឈោដូចថាយើងឈោត្រង់ជួទិញអីវ៉ាន់ក៏យើងឈោឆ្ងាយពីគ្នាបងប្អូនអត់ចេះចូលចិត្តទេបើចាំដល់មាន covid អីបានដាក់កលៀតរឿងពួកគេឈោឆ្ងាយពីគ្នាគេដឹងមកក្រុមគេដឹងគេយើងទៅឈោចិត្តគេអាចជាតឹងទ្រូងក៏បានចេះកលិចមកក្រោយរហូតអញ្ចឹងហ្នឹងក៏ជាមួយដែរបងប្អូនមកកុំច្រឡំដែរទៅត្រង់ជួទៅជប់កឹបគេយ៉ាគេឆ្ងល់បាទទៅទៀតហើយចង់បន្តពីបងតិចថារឿង property ហើយ privacy ហ្នឹងគឺសំខាន់ណាស់នៅនេះដូចខ្ញុំថាអញ្ចឹងអត់ជួបមុខតិចថាខ្ញុំស្គាល់មុខអ្នកចិត្តខាងអត់ស្គាល់មកនៅនេះ2ឆ្នាំអត់ដែរឃើញគ្នាទេហើយគាត់ថាដូចគាត់និយាយអញ្ចឹង small talk ពេលដែលជីកាត់មុខផ្ទះអញ្ចឹងបើយើងនៅឈរនៅលេងនៅតាមផ្លូវអញ្ចឹងយើងឃើញនេះ Hi how are you man អញ្ចឹងទៅអាហ្នឹងតែប៉ុណ្្នឹងគេជីទៅបាត់ហើយអត់មាននៅនិយាយតប៉ែលោតអើឯងមកភូមិណាណែអើឯងនៅភូមិណាឯងនៅចុងភូមិអត់មានទេគឺតែ small talk ទេបើមិនថាយើងបើសិនយើងស្គាល់គេចិត្តដិតអាហ្នឹងយើងនិយាយយ៉ាងច្រើន5នាទីអីអស់ហើយយូរទៅបាត់ហ្នឹងអាហ្នឹងអ្នកចិត្តខាងហើយផ្ទះគេបងប្អូនហ្នឹងឯងមានអាចឆ្ងល់ថាហេតុអីបានពួកខ្ញុំអត់ដែរទៅឈរនៅមុខផ្ទះគេឬក៏ក្នុងដីគេអាហ្នឹងគឺជា property របស់គេព្រោះឯនៅនេះគឺគេលក្ខណៈថាគេរៀងប្រកាន់ដែរ property គេឲ្យយើងចេះទៅចូលទៅលេងទៅអង្គុយណាស៊ីចុកអីដើរនឹងអត់បានទេបាទព្រោះគេអាចគេហៅប៉ូលីសមកអញ្ចឹងទៅគេបាញ់យើងហ្មងព្រោះអីយើងនៅក្នុង property របស់គេអាចមានសិទ្ធិធ្វើបានបើសិនយើងចូលផ្ទះគេហ្មងតិចទៅដល់នេះគោះទ្វារផ្ទះគេចូលអាហ្នឹងគេមានព្រោះគេមានភ្លើងគេមានសិទ្ធិបាញ់នៅនេះបាទគេមានសិទ្ធិការពារគាត់អូនឯងបាទការពារអីគេហៅទ្រព្យសម្បត្តិផ្ទាល់ខ្លួនហ្នឹងហើយដោយបងប្អូនតែខមមិនជួបអីលេននេះប្រហែលជាជួបតែគាត់តែងតែសួរថាអូផ្ទះនៅជាប់ផ្លូវអត់មានលបងអញ្ចឹងអត់ខ្លាចចោលហើយអីចតឡានក្រៅអញ្ចឹងអត់ខ្លាចចោលហ្នឹងហើយជាមូលហេតុបងប្អូនចូលប្រទេសប្រហត់បានគេបាញ់បាទផ្លូវបាទខ្វិនឡូឲ្យអត់បានទេនៅស្រុកផ្ទះគេអត់លបងអត់អីចឹងចូលអត់កើតទេយល់គឺគេមកពីចេញពីក្នុងចិត្តគេដឹងតនីមរបស់គេហើយកើតមកគេដឹងថាអូទៅអត់កើតផ្ទះហ្នឹងអញ្ចឹងពីក្មេងវាតនីមរបស់គេដូចខ្មែរយើងទៅបានយើងទៅស្រែកអញ្ចឹងណាចឹងស្រុកនេះវាផ្សេងយើងអាចមកទៅបាទផឹកអីហូបអីនេះជុំគ្នាទៅណានៅនេះអត់ផ្សេងគ្នាអញ្ចឹងបានហ្នឹងដល់និយាយអញ្ចឹងនៅឃើញធ្លាប់មានគេនិយាយឲ្យហើយជួយរកតែនិយាយវាល្អសោចហើយជួយរកមើលណាមួយមើលអានៅស្រុកខ្មែរជួបគ្នាស្គាល់គ្នាឲ្យទៅស្គាល់ណាឆ្ងល់ចេះមកចេញពីធ្វើការចូលផ្ទះចេញពីធ្វើការចូលទៅវាអត់ស្គាល់គេទេអត់ស្គាល់តែហ្មងអត់តិចថាអត់ទៅខ្ញុំទៅរកស្គាល់ពួកម៉ាក់កៀងណាអត់មានអត់ស្គាល់ទេមានណាស្គាល់ពួកម៉ាក់ណាអត់ចឹងបានថានេះអានេះយ៉ាងហួនតិចចឹងថាបើថាមនុស្សប្រុសដែលមកនេះកន្លោះឬក៏មនុស្សស្រីដែលមកនេះកន្លោះបើថាគ្មានខ្សែស្រឡាយទេឲ្យទៅញ៉ែគ្នាតាម
តាមដូចថានៅស្រុកយើងជិះម៉ូតូទៅជួបញ៉ាយឬក៏មានអីញ៉ាយហ្នឹងអត់បានទេបងប្អូនអត់មានទេលុះត្រាតែយើងរៀនមួយគ្នាសាលាដែលគេកូនខ្មែរដែលថារៀនមកធំមកមួយគ្នាស្រុកនេះបានគេអាចទៅចឹងបានបើថាយើងមកចេះកន្លោះឲ្យមកដែរណោះចាំទៅយកស្រុកខ្មែរឬក៏ស្គាល់គេនៅនេះញាតិសាលានៅនេះគេមានក្មួយនៅនេះអីចឹងអាហ្នឹងអាចបានគ្នាឲ្យអត់មានជំរឿច្រើនណាបងយកដើម្បីតែយកហើយអញ្ចឹងបាននឹកឃើញថាយកអូខេហ្នឹងគាត់ពិបាករកគូតិចទាំងប្រុសទាំងស្រីមិញហៅនិយាយអីទៀតភ្លេចបាត់ទៀតទៅទាញទៅណាឆ្ងាយទៅភ្លេចបាត់តមាននេះតទៀតទេតមានអីគេនេះចេះមើលម៉ៃមានជួយនឹកមើលនេះនឹកអត់ឃើញទេមើល8ឆ្នាំមានសាហាវអត់សាហាវឲ្យបងប្អូនដាក់សាហាវបងប្អូនណាមកមុនមានពូមីងមានរឿងដាក់សាហាវដាក់មកក្រាមអត់ទេតាមពិតចេះចង់ធ្វើម៉េចបានឲ្យពូគាត់មកពីយើងតាមធ្វើបាន2វីដេអូអញ្ចឹងគាត់អត់ទាន់សូវឃើញគាត់ដឹងថាអត់ទាន់បើសិនបងប្អូនឃើញមានរឿងអីដាក់នៅក្នុង page ខ្ញុំមកចាំខ្ញុំលើកយកមកនិយាយឬក៏ធ្វើជាអសក៏បានដាក់សម្រាប់អ្នកអានមកបណ្ដោយថាខ្មែរយើងនៅនោះចង់មកនេះអញ្ចឹងគេរាវមើលអញ្ចឹងថាដល់នោះគេធ្វើអីខ្លះអញ្ចឹងណាវាមានជា page អញ្ចឹងទៅវាមានជាអសឲ្យគាត់មើលទៅដូចជាសភៅមួយអញ្ចឹងទៅតែប្រហែលជាមិនអាចទេប្រហែលអូហ្នឹងចង់មួយទៀតនឹកឃើញចាស់នៅនេះភាគច្រើនអត់នៅជាមួយនឹងកូននេះអត់ដូចខ្មែរយើងចាស់ទៅត្រូវកូនត្រូវចិញ្ចឹមឯណាគឺភាគច្រើនអាចនិយាយថាភាគច្រើនមកគឺគាត់ខ្លួនទីពឹងខ្លួនព្រោះកូនគេទៅនៅមួយប្តីប្រពន្ធគេហើយចាស់នៅស្រុកនេះគឺគេត្រឡប់នៅម្នាក់ឯងនិយាយរួមអ្នកខ្លះគឺអត់ចង់នៅមួយកូនហ្មងចង់នៅម្នាក់ឯងគឺវាស្រួលជាងហើយអាយុ80ឆ្នាំនៅបើកឡានខ្លួនឯងណាអ្នកខ្លះបាទធ្វើpart-time job ទៅបើកឡានឡានក្រុងឲ្យសាលាដូចផឹកមិញខ្ញុំជិះទៅខ្ញុំឃើញតាំងចាស់មែនតើអាយុរបស់ខ្ញុំម៉ៃអាយុប្រហែលជាខ្ទង់75ហើយគាត់នៅបើក school bus បានទេ60ខ្ញុំគ្រាន់ម៉ៃទេតែដូចនិយាយចឹងចាស់នៅនេះគឺរស់ខ្លួនទីពឹងខ្លួនឯងហ្មងបាទអាហ្នឹងក៏វាជារឿងខ្ញុំដឹងថាគេគិតមិនចឹងណាថាដូចថាខ្មែរយើងបើសិនណាកូនបងប្អូនបកកើតទៅវិញដូចថាខូចខលឬមិនក៏យើងកាត់មិនដាច់ថាប្រឡែងចោលទេណាលុះត្រាតែអស់កែមែនទេវាអាក្រក់អក្រៃមែនទេអានេះបើស្រុកយើងនេះគេអត់ខ្វល់ទេថាគោះបីកូនបកកើតបងប្អូនបកកើតត្រូវហូមលេគេអត់ជួយគេអត់ខ្វល់បដ ாய் ឲ្យអញ្ចឹងហ្មងហើយមិនបដ ாய் មួយឆ្នាំ2ឆ្នាំមិនជួយវិញណាគឺបដ ாய் ប្រឡែងចោលបដ ாய் ហ្នឹងខ្លួនយើងធ្វើខ្លួនយើងគេអត់អញ្ចឹងវាទទួលខុសត្រូវចឹងឯងដឹងថាសេរីភាពមែនប៉ុន្តែធ្វើអីត្រូវទទួលខុសត្រូវខ្លួនឯងស្រុកនេះណាគឺ responsible ធំមែនទេហើយតែប៉ុតបើគាត់ទៅអាណិតចាស់នៅស្រុកនេះព្រោះអីពេលខ្លះឃើញដើរទៅផ្សារទិញអីវ៉ាន់ម្នាក់ឯងហើយញ័រធីតធ្វើថាជួនណាស្ពាយអុកស៊ីហ្សែនតាមខ្លួនទៅអត់មានឃើញកូនណាមកជួយដឹកដៃដឹកអីពេលខ្លះសំណោះវាមានអ្នកដឹកដៃវាមានអ្នកនៅមើលម៉ែឲ្យដែរតែគ្រាន់តែខ្ញុំអត់សូវឃើញទេដឹងគេយកទៅណាយកទៅ nursing home គេហៅគេចឹងហៅអញ្ចឹងហ្នឹងហើយ nursing home ហ្នឹងហើយយកទៅកន្លែងផ្ទះមនុស្សចាស់ហើយជួនកាលគាត់អត់ចេះនៅណាគាត់កសត់គាត់ធ្លាប់ទៅនៅផ្ទះគាត់ឲ្យទៅនៅកន្លែងផ្ទះអញ្ចឹងខ្ញុំធ្លាប់ទៅពូដែរមានពូឈ្មោះគាត់បានអត់ទេឈ្មោះពូនុំគាត់នៅក្មេងហ្នឹងប៉ុន្តែគាត់ចាស់ហើយប៉ុន្តែគាត់នៅរឹងមាំគាត់លេងបាល់មួយខ្ញុំលេងបាល់អីចឹងក្មេងគាត់ចាស់តែគាត់នៅក្មេងគាត់ហ្នឹងហើយគាត់ទៅនៅ nursing home ហ្នឹងហើយហៅខ្ញុំដល់ពេលគាត់មូទៅកន្លែងផ្សេងទៅបានគាត់ធ្វើទាហានចាស់ទាហានពីខ្មែរយើងមិនទាហាននៅនេះហ្នឹងហើយបានស្គាល់គាត់ទៅលេងបាល់មិនជួបគ្នាថាពូនរណាវិញថានៅ nursing home កូនខ្ញុំដាក់ហ្នឹងតែក៏ខ្ញុំឃើញចម្លែករត់ទាត់បាល់មកលឹងមកទៅហឹងហើយទៅលេងគាត់ឲ្យក្រេមកទៅយករើសក្រេគាត់មកគាត់មូចេញបើដឹងថាអូ nursing home ផ្ទះគេអញ្ចឹងផ្ទះគេមកប្រឡង nursing home ហ្នឹងបើបកប្រែជាខ្មែរទៅគេហៅថាមន្ទីរចាស់ជរាណាត្រូវបងទីចាស់ជរាហ្នឹងហើយទីចាស់ជរាហ្នឹងហើយបើស្រុកខ្មែរយើងដូចជាឥឡូវមិនដឹងមានអត់ទេតែបើថានៅវត្តមានអ្នកខ្លះកូនខ្លះអត់មើលម៉ែឪយកឲ្យម៉ែឪទៅដាក់វត្តអាណាមិនចេះអូម៉ែយើងមានអញ្ចឹងហ្នឹងយើងកុំបែកអូស្ទឹងនិយាយថាមានអញ្ចឹងមែនទេមានយកម៉ែឪដាក់វត្តមើលមកតុងមានបងមានអ្នកខ្លះថាឆ្មាដាក់វត្តចោលម៉ែឪយកប្រឡែងចាស់ទៅគាត់វែងគាត់អីហ្នឹងយកគាត់ទៅដាក់ចោលមានទេមានព័ត៌មានគេផ្សាយពេញ Facebook និយាយថាមនុស្សយើងមានគ្រប់ប្រភេទបណ្ដោយអញ្ចឹងហ្នឹងហើយចេះមនុស្សគ្រប់ប្រភេទបងមានអីក៏មានអញ្ចឹងបានថា
វប្បធម៌វាផ្សេងគ្នាការរស់នៅផ្សេងគ្នាពីប្រទេសមួយទៅប្រទេសមួយអញ្ចឹងណាវាអត់ដូចគ្នាទាំងអស់ទេ ដល់ពេលបងប្អូនមកនៅនេះបានមកផ្លេតណាមកនៅនេះបានទៅថាបានប្រហែលជាពាក់កណ្ដាលឆ្នាំកន្លះឆ្នាំហើយបងប្អូននឹងចាប់ផ្ដើមថាមុននឹងយើងទៅនិយាយមួយនឹងគេមួយឬថាមានអ្នកថ្មីមកមួយអញ្ចឹងយើងចិត្តយើងនឹកអូតូម៉ាទិកថាអូអាមេរិកចិត្តអូតូម៉ាទិកយើងអាចនិយាយអីប្រទេសផ្ដាស់បានតលេងច្រើនមួយគេបានជាពិសេសបងប្អូនមនុស្សប្រុសដូចគ្នាខ្ញុំធ្លាប់ម្ដងអាចោះនេះដើរលេងមួយខ្ញុំនិយាយគ្នាដើរតាមភូមិអញ្ចឹងខ្ញុំយកដៃខ្ញុំឃើញសាច់ដុំវាធំចុះកាំងខ្មៅទៀតជនជាតិខ្មៅវាធំយ៉ាងតែក៏ខ្ញុំយកដៃទៅចាប់សាច់ដុំវាថាសាច់ធំកវីដៃលោតកញ្ឆេងកញ្ឆាញវាថាហ្គេវាខំមើលគេថាមានណាឃើញវាចុះវាមែនវាសាច់ធំយើងទៅយកដៃទៅចាប់សាច់ដុំវាអានោះលោតកញ្ឆេងកញ្ឆាងហើយស្រុកនេះអត់ដែលមានឃើញណាគេពាក់អាវពណ៌កាឈូកទេណាអត់ដែលឃើញបងប្អូនប្រុសកម្រមានមកលុះត្រាតែពួកអាវកណាត់អាវអីហ្នឹងប៉ុន្តែខ្ញុំអត់ដែលឃើញហ្មងគេថាគេបើថាយើងពាក់ហ្នឹងខ្ញុំលឺគេថាណាបើខ្ញុំមានមកខ្ញុំពាក់អាវពណ៌កាឈូកដើរខ្ញុំពាក់រហូតដែរតែខ្ញុំអានេះ2ឆ្នាំខ្ញុំសម្រាប់នៅតំបន់ខ្ញុំអត់ដែរឃើញបងប្អូនណាជាឡាគាត់ភេទទី3ខ្ញុំអត់សូវឃើញហើយឃើញភេទទី3ហ្នឹងនៅនេះអត់សូវមានទេបាទមានក៏នៅនេះអត់សូវមានតែលក្ខណៈអត់ទេចង់និយាយថាគេមាននៅផុសនៅផាប់នៅបាគេបានគេមានខាងហ្នឹងហ្មងនៅផាប់នៅបាគេបានគេមានខាងហ្នឹងយើងដើរទៅខាងហ្នឹងយើងដឹងបាទយើងនៅម្ដុំយើងអត់មានទេទោះបីមានក៏គេអត់បញ្ចេញដូចនៅថៃនៅខ្មែរយើងនេះអត់ទេហ្នឹងហើយគេអត់មានដាំងធ្វើអញ្ចឹងគ្រាន់មើលមកតោធ្វើប្រុសតែគេស្រឡាញ់ប្រុសហ្នឹងហើយតែឲ្យទៅបញ្ចេញអញ្ចឹងគេអត់សូវមានណាបាទមាននេះទៀតទេនេះដូចមានទៀតទេខ្ញុំដូចមានតែនឹកអត់ឃើញនេះទៀតអស់ថ្ងៃទឹកមកប៉ុណ្ណឹងដូចមាននេះទៀតហ្នឹងហើយបកក្រោយទៀតបកក្រោយតើកាលយើងមកខែដំបូងខែដំបូងខែដំបូងខ្ញុំមកផ្ទះទាំងអស់គ្នានិយាយតែខ្មែរខ្ញុំមួយគ្រួសារខ្ញុំក្រៅពីហ្នឹងក្មេងៗដៃពុនគេខាងនេះសេរាចោះហ្នឹងគេនិយាយគេអាគាំងទៀតតោះអាគាំងសិនណាមកទៅបងប្អូនរត់ដងគេខ្លាចខ្ញុំនឹងអបសុកព្រោះមកទៅខ្ញុំបិទតែទ្វារហើយអត់ដឹងថាខ្ញុំសេចក្តីសុកខ្ញុំគឺបិទទ្វារចាក់សោមើលរឿងក្នុងផ្ទះអាហ្នឹងសេចក្តីសុកខ្ញុំមិនបែរទៅនិយាយvớiគេហងៃចឹងហើយមកដល់ផ្ទះចាក់សោមើលរឿងអីចឹងទៅឬក៏ធ្វើអីធ្វើនោះបើថាឲ្យទៅនិយាយមួយនេះអត់ដឹងនិយាយអីគេអញ្ចឹងបាទដល់ពេលចឹងទៅគេខ្លាចខ្ញុំអបសុកអញ្ចឹងគេរត់តែចង់និយាយមួយយើងហើយយើងខ្លាចអង់គ្លេសស្ដាប់គេអត់បានទៅមិនដឹងធ្វើម៉េចយើងវាពេលខ្ញុំចេញទៅក្រៅផ្ទះស្មងខ្ញុំបើកទ្វារអត់មើលចេះមានណានៅក្រៅអត់ខ្លាចគេនិយាយជាមួយបើមានណានៅក្រៅទៅចេញទៅមើលគេមើលខ្យល់មើលដើមឈើដល់អីចឹងទៅហ្នឹងហើយខ្លាចគេនៅយូរបានមើលរឿងមើលស្ដាប់អីទៅទៀតបានស្ដាប់បានតិចបានហ៊ានទៅគេចង់ឲ្យយើងចេះនិយាយព្យាយាមនិយាយមួយយើងយូរទៅបានស្ដាប់គេបានតិចចឹងណាហ្នឹងហើយយើងចេះអៀនចេះខ្លាចព្រោះយើងអត់សូវចេះហ្នឹងអត់សូវចេះអាហ្នឹងមិនមែនវប្បធម៌បងគាត់ថាលឹកអនុស្សាវរីយ៍កាលមកដំបូងហ្នឹងហើយខ្ញុំនឹកអនុស្សាវរីយ៍មកដំបូងខ្ញុំធំក្លិនអាថង់សម្រាមគេឲ្យតែខ្ញុំនឹកឃើញអាថង់សម្រាមហ្នឹងខ្ញុំមានអារម្មណ៍ថាខ្ញុំទៅមកអាមេរិកដំបូងពេលដែលមកអាមេរិកដំបូងបងប្អូនហ្នឹងអាថង់សម្រាមហ្នឹងគេមិនលក់អាហ្នឹងខាត់ចេះសក់ដែរអាហ្នឹងឃើញទីចូលប្រើថង់សម្រាមទៅនៅក្នុងផ្ទះមួយគេតែងតែមានធុងសម្រាមហើយគេច្រកអាថង់សម្រាមហ្នឹងគេខ្ចប់ទុកដូចបើយើងគ្រាន់ពេលខ្លះយើងដាក់បាយថង់យួរដៃថង់ 3-4 គីឡូអញ្ចឹងណាតែនេះគេមានលក់ថង់សម្រាប់ដាក់សម្រាមហ្នឹងហើយអាថង់ហ្នឹងវាមានក្លិនក្អុបគេដាក់អាក្លិនម៉ុងតលអីចឹងណាហើយឲ្យតែឥឡូវដល់ឥឡូវឲ្យតែខ្ញុំធំក្លិនអាថង់ធុងសម្រាប់ខ្ញុំតែនិយាយប្រាប់ពុនចេះពុនអាប្តីដូចនឹកអាថ្ងៃមកអាមេរិកដំបូងមកដំបូងឈ្ងុយហ្នឹងឈ្ងុយហ្នឹងឈ្ងុយនេះឯងបាទថង់សម្រាប់គេក៏មានភាពឈ្ងុយដែរជាតិម៉ុងតលមិនហើយហ្នឹងហើយអ្វីដែលសំណោះពេលដែលមកដំបូងធំក្លិនធំថង់សម្រាប់មួយទៀតបងប្អូនមួយទៀតរឿងទៅធ្វើការបងប្អូនកុំច្រឡំយកអីប្រហុកច្រាមអីឬក៏ស្អីដែលធំៗហ្នឹងទៅកណ្ដៅ microwave ធម្មតាឡើងការងារគេមាន microwave ទុកឲ្យពួកយើងពេលអាហារថ្ងៃត្រង់អញ្ចឹងកុំទៅកណ្ដៅបងប្អូនទៅកណ្ដៅរត់ពេញហ្នឹងអស់ហើយបែកពេញហ្នឹងបែកវល់ខ្ញុំនេះខ្ញុំពងញ៉ាំបើថាកណ្ដៅត្រីកណ្ដៅត្រីដល់អីអត់សូវអីបើថាចាប់ដើមរឿងគ្រឿងមានអាក្លិនណាពួកយើងចេញពីផ្ទះអស់អត់នៅទេរត់ដល់លេចោះប្រហុកប្រឡាក់ដៃវាបន្តិចប្រឡុកខ្ញុំយកប្រហុកទៅប្រឡាក់ដៃបន្តិចអានោះវាគេតឡើងទ្វាគេតឡើងក្រហមដៃអាលីងវាស្អុយអត់ចូលចិត្តទេប៉ុន្តែឥឡូវអាឡៃសាញ៉ាំប្រហុក
បោកឆាបោកច្រាមហ្នឹងញ៉ាំខ្ទេច ហ្នឹងហើយប្រហុកឆាហ្នឹងវាមិនសូវវាម្លែងហើយវាមិនសូវក្លិនទេ អត់ទេអាឡៃសាមួយចេះញ៉ាំហូបខ្មែរកូននឹងខុសគេ បានចេះហូបខ្មែរល្អបាទបងទេ កូននឹងគេញ៉ាំតែម្ទេសអត់ស្គាល់ម្ទេសទេម្ទេសយើងអាម្ទេសហ្នឹងបងប្អូនម្ទេសខ្ញុំទិញមកពីស្តូយួនវាសួរស្អីគេហ្នឹងខ្ញុំថាម្ទេសតែញ៉ាំអត់ញ៉ាំបានដាក់គ្រប់ហើជុំពេញហ្នឹងកាលអត់ស្គាល់ម្ទេសទេ មិនអត់ស្គាល់ម្ទេសចឹងខាងនេះគេមានម្ទេសទេណា មានម្ទេសតែកូនអាកាំងទេកូនក្មេងនេះមានដែរម្ទេសមានតែវាដឹងថា chili ទៅស្អីគេដឹងតែវាអត់ដែរឃើញ អត់ដែរឃើញអាគ្រាប់ជាផ្លែ អាគ្រាប់ពេញអាម្ទេសថៃម្ទេសដៃនាងហ៎ឃើញក្រហមឆ្ងាញ់ដាក់ទៅបណ្ដោយយំពីណាអើយចម្លែកតទៀតឯងកូនហ្នឹងហើយកូនអាមេរិកពេលខ្លះវាចម្លែកដែរណាពួកនេះវាអត់សូវអត់ដឹងពីវប្បធម៌យើងដែរហើយដូចបងថាអញ្ចឹងពេលខ្លះត្រូវលើកជើងមុខចាស់អញ្ចឹងណាតែមានកូនគេត្រឹមត្រូវដែរតែមានកូនគេត្រឹមត្រូវពេលខ្លះគេប្រាប់តែដូចថាអញ្ចឹងក្មេងហើយជាមួយមនុស្សចាស់ហ្នឹងគឺគេវាទូទៅហើយគេមិនសូវជាអោនតូនឥឡូវសូម្បីតែពេលជួបប្រធាននេះទៅប្តីស្រុកអាមេរិកនេះបុគ្គលិកបុកអីមនុស្សយើងទូទៅហ្នឹងគាត់ចាប់ដៃអញ្ចឹងចាប់ដៃគ្នាបែបណាវាជឿងធម្មតាហើយវប្បធម៌គេដូចគេមានអីធ្វើអោនតូនមកពីកណ្ដាលបងខ្ញុំកើតមកមានដូចខ្មែរយើងក្រែងចិត្តខ្ញន់គេថាយើងគ្រុនណាបងប្អូនដើរខ្ញន់អោនជាទំនៀមទម្លាប់ដូចថាសិទ្ធស្មើគ្នាគេបើកសិទ្ធឲ្យកូនក្មេងនិយាយតែពេលដូចថាខ្មែរយើងចាស់ពងនិយាយគ្នាអញ្ចឹងក្មេងបន្លែងយើងស្ដីឲ្យចេះម្ល៉េះតែគេប្រាប់ថាគេត្រូវការនិយាយអញ្ចឹងទៅហើយកូនក្មេងដឹងតែស្ដាប់ហើយដឹងតែអត់មក available ទេហើយមួយទៀតរបៀបដាក់ទោសកូនក្មេងនេះគេអត់វាយគេអត់វត្តអីទេបើវាយគុកបងប្អូនគេហៅ time out គេឲ្យបែរមុខទៅអញ្ចឹងជួនកាលក្នុង closet ឲ្យកូនក្មេងណាដាក់ time គេហៅ time out ឲ្យកូនក្មេងហ្នឹងចូលបែរមុខទៅកឹបអញ្ចឹងគេបែរមុខចូលហ្នឹងដាក់តនកម្មអត់ឲ្យធ្វើអីទេគេអត់វាយអត់នេះទេបើថាវាយឬក៏អ្នកចិត្តខាងឃើញហ្នឹងដឹងតែត្រូវឲ្យម៉ែហ្នឹងហើយកូនទៅបាត់បើសិនជាកូនហ្នឹងខឹងតែទៅ911ថាម៉ែវាវាយអីជាប់គុកម៉ែទៀតអាហ្នឹងអញ្ចឹងបានថាស្រុកនេះកូននិយាយឲ្យម៉ែខ្លាចកូនវិញយល់ទេបងត្រូវហ្នឹងហើយបាទថាឃើញកូននេះអត់ដែរឃើញកូនក្មេងណាដាក់មកតុងណាដើរអត់ស្លៀកកៅអៅស្រាតអីនៅទុយដូចក្មេងយើងនៅស្រុកយើងហ៎នៅនេះគឺអត់មានទេហើយច្រឡំឃើញកូនក្មេងដែលចតុងអត់ទាន់គ្រប់អាយុយើងទៅថតរូបគេក៏បានដែរតិចថាឃើញឲ្យតលេងសមុទ្រលេងអីឃើញគេស្លៀកប៊ីគីនីអីដើរទៅថតគេផ្ដេសហ្នឹងបងប្អូនគុកអត់ចេញទេឃើញអីណាបាទឃើញវាលទីទៅថតស៊ូមអីហ្នឹងហើយកុំថតកុំអីអសោះអាហ្នឹងទៅនាមលាប់គេបាទហើយបងប្អូនដឹងច្រើនណាស់មានឆ្ងល់ទេថាហេតុអីពីអ្នកខ្ញុំពាក់ហ៊ូឌីដូចគ្នាអីសំខាន់ខ្ញុំទៅចាប់អារម្មណ៍ផ្សេងពាក់ខ្ញុំស្មានមិនបងកកម៉ាអត់ដឹងចេះហ៊ូឌីសំខាន់អត់មានណាត់គ្នាណាអត់មានណាត់គ្នាអាទិត្យមុនពាក់ខ្មៅដូចគ្នាអេពីសូត1ពាក់ខ្មៅដូចគ្នាថ្ងៃនេះពាក់ហ៊ូឌីដូចគ្នាញ៉ាំណាចឹងកាលបានយើងមានអាវយើងអត់បានមួយខេហ្នឹងមួយខេនេះមួយនេះស្បែកសុំបងប្អូនមួយខេនេះអត់ទេខ្ញុំឃើញខ្ញុំគិតតែយើងធ្វើនេះទៅត្រូវដែរខ្ញុំមានអារម្មណ៍ថាបងប្អូនគាត់ចូលចិត្តស្ដាប់ត្រូវបងបាទរៀងមានខមមិនច្រើនខ្ញុំគិតថាអានេះគ្រាន់តែសើវាមានរឿងបងប្អូនខ្ញុំ8ឆ្នាំទោះបីខ្ញុំអត់បានតណាតនេះមែនប៉ុន្តែខ្ញុំនឹងឆ្លៀតយកបទពិសោធន៍រឿងរបស់ខ្ញុំនេះឆ្លៀតចូលក្នុងរឿងក្នុង podcast នេះរហូតបន្តិចបងប្អូនដឹងវាមានទាំងពិបាកមានទាំងស្រួលមានតែទទួលបានឥឡូវវាគេហៅជីវិតហ្នឹងណាអញ្ចឹងបើថាចែកតិចឲ្យបងប្អូនដឹងអញ្ចឹងទៅហើយមិនមែនតែមានតែពួកយើងដូចខ្ញុំថាអញ្ចឹងមានកេសផ្សេងទៀតតែយើងអត់ទាន់បើកឋានអាគេខ្លះនឹងមកទេប៉ុន្តែមានក៏មានក្នុងចិត្តហើយមានក្នុងចិត្តដែរក្នុងចិត្តហ្នឹងហើយមានក្នុងចិត្តដែលត្រូវជឿដែលត្រូវរឿងបាទនៅតែសួរគាត់ថាគាត់មានពេលឬអត់ដោយសារមកស្រុកខ្មែរយើងខុសគ្នាពីនេះហ្នឹងហើយព្រោះខ្ញុំគិតថានៅនេះបើសិនណាយើងបើចិត្តទលាយស្អីមកដាក់ចូលកុំនេះខ្ញុំថានៅស្រួលលឿនវាបាក់ដបងឯងហ៊ានដូចថាខ្ញុំអន់មួយអត់ហ៊ានតាណាតែប៉ុណ្្នឹងឯងហ៊ានតាណាហ៊ានបើកឡានហើយវាអត់ចូលចិត្តតាណាបាទអញ្ចឹងទៅមកអាមេរិកខាតជើងខ្ញុំបើសិនតែមកបានដើរបានអីលីមកតាម៉ាន់2ឆ្នាំគេទៅដល់ឡាននេះខ្ញុំមកដល់តាណាបងបើកដល់កលីយ៉ាងនេះចឹងសាន់ហើយកោសួរខ្ញុំចង់ឃើញអត់ចង់ឃើញដូចគេឯងយ៉ាងហ្នឹងបងប៉ុន្តែអត់ទៅហើយ
មួយទៀតរឿងបើកឡាននេះមួយបើថាអង្គុយជិះឡាននេះមិនដូចថាឧទាហរណ៍អង្គុយទៅស្ទុយត្រីម្ដង3ម៉ោងខ្ញុំជិលហ្មងជិលរឿងជិះឡានហ្មងអត់មានចង់ស្គាល់ផ្លូវស្គាល់អីដូចគេទេបើទៅអត់ចំណាំដែរហ្នឹងអត់មករឿងចំណាំផ្លូវខ្ញុំខ្ជិលដែរបងបើកឡានខ្ញុំធុញចង្អប់ឯងខ្ញុំទៅជិះទៅទិញមកហូបនៅផ្សារចិនជិះ1ម៉ោងហ្នឹងខ្ញុំធុញចង្អប់លំវិញម្ដងមិនមែនថារៀងនៅសាមវែនហ្នឹងមានវប្បធម៌មកចាប់រឿងវប្បធម៌ទុកប៉ុណ្ណឹងទៅវប្បធម៌មានច្រើនទៀតនៅអារឿងធំដែលខ្ញុំចង់និយាយរឿងការងារបងប្អូនរឿងការងារនេះត្រូវតែនិយាយមកតែឯងផ្សេងមកពីព្រោះវាសំខាន់ដោយសារបងប្អូនមកជួនកាលមិនមែនបងប្អូនធ្វើការងារដូចខ្ញុំទេមិនមែននៅមួយខ្មែរនៅនេះទៅធ្វើការងាររោងចក្ររោងអីវាជួបជនជាតិគេអញ្ចឹងខ្ញុំត្រូវបញ្យល់ឲ្យច្បាស់រឿងការងារមិនបញ្យល់ឲ្យជួយប្រាប់បងប្អូនថាអត់ដូចខ្មែរយើងខុសស្រឡះបណ្ដោយការគិតរបៀបនិយាយរបៀបដាក់ខ្លួនរបៀបគេហៅគេដាក់ខ្លួនដូចខ្មែរយើងគឺខុសគ្នាទាំងអស់អញ្ចឹងវាគ្រោះថ្នាក់នៅនេះហ៎វាយើងចាំនិយាយ EP ហ្នឹងរឿងការងារសុទ្ធបណ្ដោយទេយើងនិយាយទៅបាក់ណាយកអេពីសូតណាយើងស្រួលរឿងស្រួលបាយអាពេញចិត្តមកអាមកអាមេរិកពេញចិត្តចំណុចហ្នឹងពេញចិត្តចំណុចហ្នឹងចាំដាក់មកអេពីសូតមកអូខេអូខ្ញុំទៅនឹកឃើញនិយាយខ្ញុំបែរដៃឆ្ងល់តែឆ្ងល់ឲ្យខ្ញុំថាពេលឃើញគេជិះតាមផ្លូវឃើញទេសភាពស្អាតហើយអត់ចុះថតរូបខ្ញុំតែឆ្ងល់ចិត្តខ្ញុំថាចេះចុះថតរូបជួយថតអីទេសភាពស្អាតដល់ពេលយើងមកដល់នេះមិនដឹងថាផ្លូវត្រូវបើកលឿនហើយយើងត្រូវប្រញាប់ទៅគោលដៅយើងមិនអាពេលណាទៅចុះនឹងកលៀតនឹងថតរូបហើយណាមួយផ្លូវហ្នឹងគេអត់ឲ្យចុះថតចុះអីយូរឯលក្ខណៈគេគាត់ណាទុកពេល emergency lane ហ្នឹងទុកឬក៏មានគ្រោះថ្នាក់គេ pull ទៅសាយទៅ shoulder ហើយទៅ start ផ្លូវចាំងផ្លូវហ្នឹងហ្នឹងហើយអាហ្នឹងអ្វីដែលខ្ញុំយើងអីគេអូនិយាយយើងឆ្ងល់យើងសារតិចទៅរំតែដល់ថាយើង EP យើងធ្វើ10 EP សិនហ៎មិនដែរហ្នឹង10 episode ហ្នឹងបងប្អូនស្ដាប់លេងសិនទៅចាំដល់កន្លែងណាយើងសំខាន់ពួកយើងនឹងនិយាយឲ្យយើងច្រើនតិចអានេះគាត់សារបងប្អូនដឹងថាតានាមទម្លាប់ការរស់នៅជីវិតប្រចាំថ្ងៃអញ្ចឹងណាហើយមួយទៀតនេះដូចខ្ញុំថាស្រុកនេះគេធ្វើអីធ្វើខ្លួនឯងមិនមែនថាអាមេរិកគេមានទាំងអស់ស្អីក៏មានដែរបងប្អូនតែរឿងមួយថាត្រូវចេះហ្នឹងត្រូវចេះបងប្អូនដូចថារឿងតអីតិចតួចរឿងផ្ទះទៅយកទឹកធ្លួយហ្នឹងគ្រាន់តែខលគេបងប្អូនខលគេគាត់សេវាខលខ្វូតហ្នឹង95ឡាបាត់ហើយគាត់ខលមួយហ្នឹងគេមិនតមកធ្វើដាក់ហ្នឹងហើយ2 3អាទិត្យជួនណារវល់1ខែ2ខែហ្នឹងហើយជួនកាលទៅយើងនៅឆ្ងាយជនបទអីហ្នឹងវាបាក់អញ្ចឹងអីហ្នឹងយើងត្រូវធ្វើខ្លួនឯងម្ដងចេះរៀនចេះធ្វើមួយឆ្នាំបន្តិចរៀននេះបន្តិចនេះបន្តិចត្រូវតែចេះបងប្អូនដូចថាសំខាន់ហ្នឹងហើយខ្ញុំផ្សេងស្អីក៏ចេះធ្វើដល់ធ្វើផ្ទះខ្លួនឯងបានអូហើយធ្វើឡានធ្វើអីមើលប្លុកផ្សេងមិនដឹងហើយគាត់ធ្វើអាឡានស្អីគេអាឡានខ្មៅតាកម៉ាបាញ់ឆ្នាំអូអាហ្នឹងស្អីគេអាខាត់ហ្នឹងរើពុះម៉ាស៊ីនម្ដងពុះម៉ាស៊ីនជាបាន3ខែអាខាត់ហ្នឹងផ្សេងអាមួយទៀតអាខ្មៅហ្មងដូរអាម៉ាស៊ីនពីមុខតាកម៉ាអាឡាន pick up ឯហ្នឹង pick up ឯហ្នឹងហើយ pick up ក៏ខ្មៅហ្នឹងហើយតាមពិតអានេះខ្ញុំថា tip 3យ៉ាងដែលថាចាំប្រាប់បងប្អូនពេលបិទគូនឥឡូវប្រាប់ដល់ទៅរឿងដែលថាស្រុកនេះយើងត្រូវការភាសាគឺខ្លាំងចាំបាច់អញ្ចឹងទៅរបៀបដែលខ្ញុំរៀនអានេះជា tip ជួយបងប្អូនណារបៀបដែលខ្ញុំរៀនគឺខ្ញុំមើល YouTube រឿងណាដែលយើងចូលចិត្តដូចថាខ្ញុំចូលចិត្តធ្វើឡានធ្វើផ្ទះធ្វើអីខ្ញុំមើលអញ្ចឹងទៅយើងស្ដាប់តែម្ដងពីរដងយើងដឹងថាចូលគេចាប់តាគ្រឿងថ្ងៃគេធ្វើឡានធ្វើអីដូចថាផ្ទះអញ្ចឹងវាមានតែឈ្មោះវាប្រហែលថ្ងៃហើយធូលប្រហែលថ្ងៃអញ្ចឹងយើងស្ដាប់លឿនយើងស្ដាប់បានលឿនអាណាដែលយើងចូលចិត្តជួនកាលរឿងដូចថាបងប្រាប់អូនឯងមើលបងមើលរឿង shooter បងមើលចង់30ដងហើយមើលស្ដាប់អត់បានបងមើលថៃម្ដងមើលអង់គ្លេសម្ដងជួនកាលអត់មើលចាក់ស្ដាប់ចោលចាំទីថាកន្លែងហ្នឹងគេនិយាយមើលដល់រហូតដល់ចាំប្រូជាងអ្នកនិយាយទៀតប៉ុន្តែវាមិនប្រែទាំងអស់គាត់ថាយើងស្ដាប់ដឹងហ្នឹងជារបៀបខ្ញុំរៀនតទៀតទេខ្ញុំរៀនអង់គ្លេសតាំងក្មេងខ្ញុំឈប់រៀនឡើងចង់20ឆ្នាំខ្ញុំរៀននៅ Newton Tilai này គេ fan Newton Tilai នេះអូសិស្ស Newton Tilai elite ចេះច្រើនគាត់ថាអត់និយាយ elite ចេះច្រើនគាត់សេមើលមិនដាច់ចឹងគាត់ចេះច្រើនតែខ្ញុំស្ដាប់បានតែខ្ញុំមិនបាក់និយាយហើយរឿងសេមិនបាច់ទេតែប៉ិតខ្ញុំបានមើល YouTube បានមើលរឿងអាមេរិកបានមើលអីរឿងយោងកុំអីខ្ញុំភ្លេចអស់ហើយព្រោះខ្ញុំឈប់រៀនយូរណាស់ហើយមករៀនតាំងក្មេងហើយឈប់រៀនតាំង2010ហើយអង់គ្លេសវាមិនសូវហៅបានយើងហូបបាយហូបអីយើងនិយាយទូទៅទំនាក់ទំនងថា
សម្ដីផ្លូវការគឺអត់ចេះទេខ្ញុំពេលខ្លះខ្ញុំដូចម៉ែចឹងខ្ញុំអត់សូវហ៊ាននិយាយមកកាំងពួកអាមេរិកទេថាយើងនិយាយទៅខ្លាចយើងនិយាយទៅយើងនិយាយបានដល់ពេលគេនិយាយអ្វីដល់ពេលពាក្យច្រើនស្អាតបានមិនដឹងតទៅវិញទៅខ្មាស់គេទៅអៀនមាត់ចឹងអាហ្នឹងបងធ្លាប់អាហ្នឹងត្រូវតែហ៊ានមុនដំបូងស្ដាប់គេអត់បានទេស្ដាប់គេប៉ុន្តែជនជាតិនេះគេបញ្យល់ហើយណាស្ដាប់អត់បានយើងបញ្យល់ហើយគេអត់ខ្វល់រឿង grammar ទេបើនិយាយខុសនិយាយអីគេអត់ឆ្ងល់ខុសគេប្រាប់ហ្មងស្រុកនេះជនជាតិនេះខុសពីយើងចឹងណាឆ្ងល់ឲ្យសួរកុំក្រែងចិត្តស្រុកនេះស្រុកនេះជនជាតិនេះគេចូលចិត្តបើថាសួរគេប្រាប់គេអត់ចេះកុហកអត់ចេះនេះទេគេប្រាប់អីគេប្រាប់គេប្រាប់ឲ្យមកឆ្ងល់ឲ្យសួរគេលុះត្រាសួរគេយប់ហ្នឹងស្លៀកលីអូពួកអីហ្នឹងគេមួយទៀតរឿងរោពួកម៉ាក់ខ្ញុំដឹងថាមកដល់ស្រុកនេះរោពួកម៉ាក់បាទអញ្ចឹងវាមានពួកបងប្អូនណាវាមានគ្រូគេនៅនេះដូចថាអ្នកដូណាត់អញ្ចឹងស្គាល់អ្នកដូណាត់អីចឹងទៅអ្នកកញ្ចក់ស្គាល់អ្នកកញ្ចក់មកជុំគ្នាឯងអញ្ចឹងណាមានតែប្រហែលក្រុមហ្នឹងបងប្អូនដូចថាពួកម៉ាក់ខ្ញុំនៅមួយនៅឆ្ងាយឈ្មោះបញ្ញាការផាណាការនៅដល់ណាដល់ណីនោះហ្នឹងហើយហ្នឹងរៀងដាច់តម្លៃទីប៉ុន្តែធ្វើកញ្ចក់ដែរប្លុកគាត់ដែរធ្លាប់មើលគាត់មកថាមកលេងខែ3នេះថាមកលេងខែ3ក៏ឃើញយន្តហោះធ្លាក់ពេកលេងហ៊ានមកហ្នឹងហើយឥឡូវនេះមួយទៀតហ្នឹងមិនដឹងថាម៉ាន់ហឹកហ្នឹងបញ្ហាយន្តហោះឥឡូវថ្ងៃហ្នឹងខ្ញុំឃើញព័ត៌មាននៅ Denver ហ្នឹងឆេះស្លាប់យន្តហោះចុះក្បាលពេញហ្នឹងហើយឃើញតែមួយទៀតចុះក្នុងទឹកមួយទៀតចុះលើទឹកមិនដឹងថាមែនវិញខ្ញុំបានអានព័ត៌មានអត់បានអានប៉ុន្តែគាត់ឃើញវាចុះលើទឹកហ្នឹង AI នេះខ្ញុំមើលដែរហ្នឹង AI ដែរអាណាយន្តហោះចុះចូលក្នុងទឹកហើយឡើងទៅជាពងមួយវាយចាញ់មក AI មើលបានបន្តិចឥឡូវមិនជួយធ្វើយន្តហោះធ្លាក់មែនពេលខ្ញុំទៅដើរលេងបាយមើលលេងស្រាប់តាយន្តហោះធ្លាក់ឡើង2 3ហើយខ្ញុំត្រូវជិះយន្តហោះមកផ្ទះវិញជិះពី LA មកខ្ញុំភ័យនិយាយមែនខ្ញុំអត់ដែរភ័យអូពេលយើងនៅខ្លួនមួយខ្ញុំជិះយន្តហោះខ្ញុំអត់ដែរភ័យខ្ញុំអត់ដែរគិតថាបើធ្លាក់ក៏ធ្លាក់ដែរខ្លួនមួយនិយាយថាយើងវាអត់ខ្វល់យើងនៅក្មេងដល់ពេលចាប់ផ្ដើមមានគ្រួសារចាប់ផ្ដើមរៀងខ្លាចរៀងភ័យជួនណាលើជិះយន្តហោះគិតតែជួយមកអញបើធ្លាក់យន្តហោះទៅអាមិនទេឯងកូននៅក្នុងហ្នឹងគ្នាអត់ដឹងហើយគ្នានៅក្មេងគ្នាពងសបាយលេងទៅជប់អញ្ចឹងឬថាយូរទៅគិតទៅដល់ពេលយើងទៅយូរមានគ្រូសាយើងមានឡាជាឪគេទៅអាការគិតនោះវាអត់ដូចពីមុនសោះបងបើខ្ញុំខ្លាចខ្ពស់ឡើងខ្ពស់អត់ហ៊ានឡើងទេខ្ពស់អត់ហ៊ានឡើងមកញាត់ឲ្យខ្ញុំជើងបែកញើសហាមឡើយណាហើយយន្តហោះនេះខ្លាចបំផុតហ្មងតែរបៀបគិតអត់ខ្លាចខ្ញុំគិតគេថាចំពួកគេតារ៉ាណេម៉ាអីគេរ៉ូណាល់ដូគេជិះយន្តហោះគេមនុស្សប៉ុណ្ណាណីណាហើយគេជិះយន្តហោះគេងាប់ទៅគេអត់ស្ដាយយើងតែគេមកគិតចឹងហ៎គិតចឹងហ្នឹងខុប Brian ហ្នឹងប៉ែវាយអីអ្នកបោះបាល់ skateball ហ្នឹងមិនស្លាប់មួយកូនមួយអីជីធ្លាក់កតុំរុយកតុំរុយធ្លាក់ញ៉ាំយ៉ាស្លាប់យើងក្រៅនិយាយនេះលេងហ្នឹងបងប្អូនដូចសើប៉ុណ្ណឹងហ្នឹងហើយអូខេមាននេះទៀតទេថ្ងៃនេះដូចមានច្រើនខ្ញុំចង់ធ្វើតែប៉ុណ្្នឹងតិចទៅហើយស្អែកឡើងអីស្អែកអីសៅក្រោយយើងចេញរឿងបងប្អូនអត់មានឃើញខមមិនចង់ដឹងរឿងអីសោះបងប្អូនឬបងប្អូនដឹងអស់ហើយឬក៏មើល vlog ហ្នឹងហើយដល់ឥឡូវចឹងចាំមើលក្នុង podcast នេះបើបងប្អូនស្ដាប់ដល់ចំណុចនេះអាច comment ប្រាប់ថាចង់ចេញឲ្យ episode ទី3ចង់ចេញអីគេចឹងពួកយើងនឹងមើល comment ហើយយើងស្ទង់មតិយកមកនិយាយមកអូខេចឹង episode ទី3ហ្នឹងអាចជាយក idea ពីបងប្អូនមកវិញវាសរុបទៅវាមិនបាក់ហ្មងណាបងប្អូនអ្នកខ្លះដូចថាមកដំបូងអ្នកខ្លះមកដល់ដូចរីករាយត្រេកអររៀងនេះសប្បាយចិត្តនឹងជីវិតថ្មីអ្នកខ្លះដូចគេចាប់នៅប្រឡែងនៅភពមួយទៀតមកល្វឹងល្វើយងាកទៅជួយជនជាតិអីធំចានបាយក៏ធំខ្ញុំមកខ្ញុំដើរមើលអស់ហើយបន្ទប់ដើរមើលបន្ទប់ទឹកដើរយំមើលស្រឡឹងឃើញអស់ស្អីក៏ថ្លៃសម្រាប់ខ្ញុំដែរមើលតាំងពីដល់ពេលរៀងកក់ក្រៅទៅឃើញដើមចេកនៅមុខផ្ទះនេះពូម៉ាយើងនឹកស្រុកទាំងហ្នឹងនឹកឃើញដើមចេកទៅវាអត់ដែរបងស្រាប់ខ្លួនតាមតាណាហើយស្ដាប់ពួកខ្ញុំយកជាមេរៀនតិចទៅមកដល់ដល់ស្រួលហ្នឹងហើយយប់ដូចអស់ហើយយើងមកយូរពេកបាទអូខេអញ្ចឹងសង្ឃឹមថាបងប្អូនបានយល់ហើយក៏បានដឹងពីស្រុកស្ដីទៅណាបើសិនបានយល់បានដឹងពី culture shock វប្បធម៌ចម្លែកដែលវាខុសពីស្រុកខ្មែរយើងឆ្ងាយដែលធ្វើដែលនៅពេលដែលយើងជួបនៅពេលដែលយើងដឹងពីអាហ្នឹងយើងរៀងភ្ញាក់ផ្អើលអារម្មណ៍ហ្នឹងហើយអញ្ចឹងសង្ឃឹមថាបងប្អូនដឹងចំណុចដែលពួកខ្ញុំបានលើកវានៅមានច្រើនទៀតតែគាត់ថាពួកខ្ញុំជួបបានតែប៉ុណ្្នឹងបាទហ្នឹងហើយអញ្ចឹង
អាចជាមេរៀនមួយដែលឲ្យទាំងអស់គ្នាបានយល់បានដឹងហើយសូមតែបងប្អូនជួយចិត្តនៅ podcast episode ទី2នេះ បាទបងប្អូនអ្នកក្រៅមាន culture shock ណាចង់ចែករំលែកឬក៏ចង់ប្រាប់ពួកខ្ញុំឲ្យពួកខ្ញុំសើចឬក៏ខ្ញុំដឹងដែរចាំនិយាយគ្នាពេលក្រោយក៏អាច comment មកក្រុមឬក៏ឆាតមកពួកខ្ញុំក៏បានដែរហ្នឹងហើយចាំពួកយើងចូលទៅមើលទាំងអស់ពួកយើងសប្បាយនឹងអាន comment បងប្អូនប៉ុន្តែយើងមានបាន comment ច្រើនណាស់300ហ្នឹង ឡើងកៅ ដល់ទេ 300ណា100ជាង100ជាង 100ជាងដែរអូយមក300ហើយអស់ហើយប៉ុណ្ណឹងហ៎ អស់ហើយអូខេ អូខេបងប្អូន ជួបគ្នានៅសប្តាហ៍ក្រោយ ជួយយើងដូចនិយាយដូចឈៀលពេកទីបងប្អូនថាដូច ចា មើលទៅដូច និយាយតាមប្រកុយហើយក្រុមនេះគេបើសិនជាមានពាក្យពេចន៍កាយវិការត្រង់ណាមិនសមរម្យសូមអធិស្ឋាន និយាយបងប្អូនអើយខ្ញុំឲ្យនិយាយត្រង់ដូចអាពាក្យគេសេអសនអានព័ត៌មានអីខ្ញុំពិបាកបងប្អូនអញ្ចឹងសុំនិយាយធម្មតាបងប្អូនខុសឆ្គងតិចតួចឬក៏អីតិចតួចកុំប្រកែប្រកាន់អីខ្ញុំពីអ្នកយើងតានិយាយប៉ុណ្ណឹងហ្នឹងហើយ បាទ ណា ឈៀលធម្មជាតិអូខេអញ្ចឹងអរគុណបងប្អូនទាំងអស់នេះកុំឲ្យខាត់ពេលយូរអញ្ចឹងសួរគ្នាទៅក្រោយ បាយបាយសុខសប្បាយជំពូសុខបាយអស់គ្នាបាយបាយ